តោះបងប្អូនចំណុចសំខាន់ដែលអ្នកចំមន់មិនអាចថប់បានមិនថាមន់ពងឬក៏មន់សាច់គឺជាអ្វីនោះតោះបងប្អូនទៅតាមបានទស្សនារបស់គ្នាបាទចំណុចសំខាន់ដែលអ្នកចិញ្ចឹមមន់បាទមិនអាចខ្វះបានទាំងអស់នោះគឺបងប្អូនច្បាស់ជាដឹងខ្លះហើយក៏បងប្អូនខ្លះទៀតក៏មិនទាន់បានដឹងបាទចំណុចសំខាន់អ្វីខ្លះដែលយើងជាអ្នកចិញ្ចឹមសត្វមន់ថាមន់ពងឬក៏មន់សាច់តែត្រូវដឹងបាទចំណុចសំខាន់នោះគឺសីតុណ្ហភាពក្នុងរោងបងប្អូនធ្លាប់ឮទេបាទសីតុណ្ហភាពក្នុងរោងរបស់យើងណាកាលណាថាសីតុណ្ហភាពរបស់យើងហ្នឹងវាក្តៅពេកមន់យើងស៊ីចំណីអត់បានបាទកាលណាទៅស៊ីចំណីអត់បានហើយគឺបង្កបញ្ហាបងប្អូនបាទឥឡូវយើងមកដល់រដូវប្រាំងទៀតបាទកន្លែងហ្នឹងក៏ជាបញ្ហាចោតដែរបងប្អូនបាទតោះឥឡូវខ្ញុំឲ្យទៅមើលរូបភាពមន់ទាំងអស់គ្នាបាទនេះបងប្អូនមន់របស់យើងសីតុណ្ហភាពក្នុងរោងកាលណាតែក្តៅពេកគឺធ្វើឲ្យមន់របស់យើងហ្នឹងមិនស៊ីចំណីទេបងប្អូនមិនថាមន់សាច់ឬមន់ពងទេហើយកាលណាតែអត់ស៊ីចំណីគឺបាទហ្នឹងហើយបងប្អូនកាលណាតែអត់ស៊ីចំណីជំងឺផ្សេងងាយនឹងវាយលុកវាចូលមកហើយកត្តាដែលវាអត់ស៊ីចំណីគឺមកពីនៅក្នុងរោងរបស់យើងពេលខ្លះវាក្តៅពេកបងប្អូនកាលណាតែក្តៅពេកគឺវាហាមាត់រហូតដល់វាអត់ស៊ីចំណីចំណុចហ្នឹងគឺជាបញ្ហាហ្មងពេលខ្លះវាអាចទាំងហក់រហូតដល់វាងាប់ក៏នេះដែរក៏មានដែរបងប្អូនដោយសារតែវាក្តៅពេកអញ្ចឹងដើម្បីឲ្យសីតុណ្ហភាពក្នុងរោងរបស់យើងហ្នឹងមានសីតុណ្ហភាពល្អដែលមន់របស់យើងហ្នឹងអាចនៅបានណាបងប្អូនសីតុណ្ហភាពដែលអាចនៅបានគឺយើងនិយាយឲ្យចំទៅរោងយើងចំហអញ្ចេះអាចត្រឹម30អីហ្នឹង31 32អីហ្នឹងក៏អត់អីដែរបងប្អូនកុំឲ្យទៅលើហ្នឹងអញ្ចឹងយើងត្រូវមានកង្ហាល់មានបាទបើកឲ្យស្រឡះមានដើមឈើជុំវិញហ្នឹងហើយបងប្អូនពិសេសខែក្តៅរបស់យើងហ្នឹងគឺពិបាកដែរពិបាកក្នុងការថែទាំមន់ពងក៏ដូចជាមន់សាច់ក៏យើងពិបាកថែទាំណាដោយសារអីក្តៅកាលណាក្តៅគឺវាអត់ស៊ីចំណីទេបងប្អូនអត់ស៊ីចំណីអញ្ចឹងទិន្នផលពងរបស់យើងក៏វាលាក់ចុះតាមនឹងដែរបងប្អូនបងប្អូនឃើញស្រាប់ហ្នឹងនៅពេលដែលសីតុណ្ហភាពល្អគឺវាស៊ីចំណីតែបើសីតុណ្ហភាពក្តៅពេកគឺអត់ស៊ីចំណីទេបងប្អូនពងអត់តាន់បានរើសទេបងប្អូនមើលឃើញពងច្រើនណាស់គឺធ្លាក់មកនៅខាងមុខត្រង់នឹងអត់តាន់រើសទេនេះនេះមន់ខ្លះក៏វារៀងថប់ខ្លាំងក៏វាងាយនឹងក្តៅដែរបងប្អូនហើយវាហាមាត់នេះបញ្ជាក់ថាវាក្តៅខ្លះក៏លុបផឹកទឹកបានអញ្ចឹងបងប្អូនត្រូវប្រយ័ត្នមែនទែនបើសិនជាអាកាសធាតុយើងក្តៅខ្លាំងយើងអាចដបូលរបស់យើងបងប្អូនអាចបាញ់ទឹកនៅខាងលើដើម្បីកាត់បន្ថយកម្ដៅបាទបាញ់ទឹកនៅខាងលើក៏យើងកាត់បន្ថយកម្ដៅបានច្រើនដែរហើយយើងដាក់កង្ហាលអញ្ចឹងទៅឬក៏យើងធ្វើរោងបើកន្លោះវាឲ្យធំៗមកបងប្អូនយើងកុំធ្វើទៀបពេកកាលណាតែធ្វើទៀបពេកគឺក្តៅខ្យល់អត់ចូលហើយត្រូវមានដង្ហើមអូសក្លិនបាទហៅអូសក្លិនគឺធំៗមកបងប្អូនជាមួយខ្ញុំដាក់ឲ្យមើលនេះបងប្អូននេះដង្ហើមយើងអូសក្លិនចេញហើយនេះគឺជាទិន្នផលពងដែលយើងទទួលបានបងប្អូន
ហ្នឹងយើងរើសឲ្យមកហៀងនៅមកហៀងក្រុងទៀតហើយឥឡូវនេះគឺយើងដល់ម៉ោងចំណីឲ្យវាស៊ីហើយយើងដាក់តាមមកជួស្មននេះគឺដល់ម៉ោងដាក់ចំណីហើយចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនត្រូវការចង់ដឹងពីការចំមន់អីបងប្អូនអាចចុច Subscribe បាទហើយ comment ដល់ចាំខ្ញុំនឹងឆ្លើយតប comment ជាវីដេអូ